ណាទេចង់កំទេចតែសម្ភារទាំងអស់ដើម្បីសង្គ្រោះមនុស្សឲ្យរស់នៅក្នុងធម៌ទាំងអស់គ្នាផ្លូវដែលព្រះសម្មាសម្ពុទ្ធលោកនាំយើងទៅគឺផ្លូវបែបហ្នឹងការធ្វើខ្លួនឲ្យរឹងមាំជាទីពឹងសម្រាប់ខ្លួនឯងការធ្វើខ្លួនឲ្យរឹងមាំជាទីពឹងសម្រាប់ក្រុមគ្រួសារការធ្វើខ្លួនឲ្យរឹងមាំដើម្បីជាទីពឹងរបស់ពិភពលោកនេះជាដំណើរដែលព្រះសម្មាសម្ពុទ្ធបង្រៀនយើងគឺបង្រៀនឲ្យយើងរស់នៅក្នុងធម៌ប៉ុន្តែបងប្អូនសង្កេតមើលពិភពលោកសប្តាហ៍មិនមែនរស់នៅក្នុងទៅហ្នឹងទេណាពិភពលោកព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាពិភពលោកនេះណាមិនមែនអាលាយម្ដងហ្នឹងទេអាលាយច្រើនដងហើយដោយសារមនុស្សរស់នៅបច្រាស់នឹងធម៌មនុស្សសប្តាហ៍រស់នៅក្នុងដំណើរប្រកួតប្រជែងនេះទៀតកាលណានៅលើគេសบายចិត្តតែអ្នកសบายចិត្តមានភាគីម្ខាងជាចាប់តែមានភាគីម្ខាងជាចាប់ភាគីនឹងចង់លូតឡើងទៅតែពេលណាអ្នកបានឡើងលើគេអ្នកសบายចិត្តពីព្រោះមានអ្នកទុនទៀតខ្សត់ខ្សោយជាងអ្នកនៅក្នុងភូមិនឹងអ្នកមានជាងគេអ្នកសบายចិត្តណាអ្នកមិនចង់ជួយឲ្យអ្នកដទៃមានទេពីព្រោះមានស្មារតីលែងសบายមានតែអញបានសบายទួតែគេបើអ្នកនៅក្នុងកំណត់បែបហ្នឹងអ្នកភូមិហ្នឹងមុខតែប្រើវិធីផ្សេងៗដើម្បីលូតជាងនេះបើលូតរួចហើយហិតនៅក្នុងដំណើរដដែលគឺតែអញលូតជាងម្ដងអញឲ្យឯងជិះចាប់ម្ដងអញសบายម្ដងបើនៅក្នុងដំណើរហ្នឹងទេជាដំណើរប្រកួតប្រជែងព្រះសម្មាសម្ពុទ្ធមិនមែននៅក្នុងដំណើរហ្នឹងទេធ្វើខ្លួនឲ្យរឹងមាំជាទីពឹងសម្រាប់ខ្លួនឯងផងនិងធ្វើជាទីពឹងសម្រាប់អ្នកដទៃផងការរស់នៅក្នុងធម៌រស់នៅក្នុងសន្តិភាពទាំងអស់គ្នាអាត្រង់ចំណុចហ្នឹងដែលខ្ញុំចង់ឆ្លើយនឹងបដិគុណដែលសួរថាកាលណាកសាងប្រទេសយើងរឹងមាំណាតើយើងមានវិធានការយកដីយើងមកវិញអត់ហើយបើយកតាមរបៀបណាបងប្អូនណាប្រជាពលរដ្ឋខ្មែរបើគាត់អំពាវនាវទូមស្គរបានអ្នកក្លាហានអ្នកស្នេហាជាតិណាមួយដឹកនាំប្រទេសឲ្យល្បីជាងគេដល់ពិភពលោកណាបែបត្រូវនឹងតណ្ហារបស់រាជហើយរាជហ្នឹងរួមទាំងប្រសងនឹងផងបែបត្រូវតណ្ហារបស់លោកដឹកនាំប្រទេសមិនឲ្យល្បីជាងគេមកឆាកអន្តរជាតិអូបែបលយមែនតើហ្មងស្មាតទោសខ្ញុំអត់អាចជួយបងប្អូនក្នុងផ្លូវទាំងបានទេអត់អាចជួយបងប្អូនក្នុងផ្លូវទាំងបានទេសប្ថ្ងៃយួនមកយកដីខ្មែរយួនមកជ្រៀតពៀនខ្មែរដោយសារឃើញអំពើអយុត្តិធម៌កើតមានមិនមែនដោយសារខ្ញុំជាខ្មែរនោះជាយួនទេដោយសារឃើញអំពើអយុត្តិធម៌កើតមានហើយដូច្នេះយើងត្រូវតែជួយមនុស្សដែលទុនខ្សោយដើម្បីរកយុត្តិធម៌ឲ្យមនុស្សផងគ្នាជាពិសេសគឺពួកអ្នកទុនខ្សោយហ្នឹងឯងប៉ុន្តែបើខ្មែររឹងមាំរួចហើយទៅជិះជាន់គេវិញខ្ញុំក៏ទៅជួយខាងនោះវិញដែរពីព្រោះអីពីព្រោះការឃុំក្រមឲ្យមនុស្សនៅក្នុងក្របខ័ណ្ឌនេះឬក្របខ័ណ្ឌនោះក្របខ័ណ្ឌប្រទេសក្របខ័ណ្ឌទ្វីបគឺជាកម្លៅរបស់មនុស្សទេការពិតទៅមនុស្សរស់នៅលើបែបដីគឺជាភាវៈរស់តែមួយកម្លៅតាតែខ័ណ្ឌប្រទេសនេះប្រទេសនោះគ្រាន់តែខ័ណ្ឌដើម្បីនិយាយគ្នាបើមិនខ័ណ្ឌនិយាយនេះអត់កើតប៉ុន្តែសប្តាហ៍មនុស្សខ័ណ្ឌព្រមមានអញប្រទេសអញក្រុមគ្រួសារអញវាចេញពីអញហ្នឹងទៅហើយអញមានមកពីណាអញមានតែអវិជ្ជាទៅតាមពិតទៅធៀបទាំងអស់ដូចគ្នាទាំងអស់អញ្ចឹងការធ្វើខ្លួនឲ្យរឹងមាំរួចហើយជាទីពឹងសម្រាប់អ្នកដទៃផងគឺជាមេគារបស់ព្រះសម្មាសម្ពុទ្ធគឺការបង្រៀនមនុស្សឲ្យរស់នៅក្នុងសន្តិភាពទាំងអស់គ្នាធ្វើប្រទេសខ្លួនឯងឲ្យរឹងមាំរួចហើយជាទីពឹងសម្រាប់អ្នកដទៃផងការផ្ដោតការជឿចាប់ដល់អ្នកដទៃមិនមែនជាទង្វើរស់នៅក្នុងធម៌ទេអញ្ចឹងការទៅទៀបទាយកដីទៅនេះយកដីទៅនោះមកវិញមិនមែនជាគោលនយោបាយរបស់ពួកយើងទេប៉ុន្តែយើងនឹងជួយការពជាក្រមដើម្បីអីថាដើម្បីកុំឲ្យបរទេសហ្នឹងវាធ្វើបាបគាត់ឥឡូវយើងគ្មានលទ្ធភាពជួយទេពួកអីពួកយើងអត់ទាន់រឹងមាំផងកាលណាយើងធ្វើប្រទេសរបស់យើងឲ្យរឹងមាំដោយអំណាចទាំងអស់នៅក្នុងដៃរបស់យើងធ្វើប្រទេសយើងរឹងមាំហើយខ្ញុំជួយការពជាក្រមតែជាជនថាជនរួមឈាមទៅចោះប៉ុន្តែជួយនេះមិនមែនជួយជនរួមឈាមទេពីព្រោះនៅកម្ពុជាក្រមវាមានអំពើអយុត្តិធម៌ព្រះសម្មាសម្ពុទ្ធក៏បង្រៀនក្នុងផ្លូវហ្នឹងដែរមិនទៅជួយគេមុនទេណាព្រះសម្មាសម្ពុទ្ធមិនទៅជួយគេមុនទេពួកអីពួកអ្នកអត់រឹងមាំអ្នកមិនអាចធ្វើជាទីពឹងរបស់អ្នកដទៃបានទេអ្នកត្រូវទៅជួយខ្លួនអ្នកមុនជួយក្រុមគ្រួសារមុនប៉ុន្តែកុំនៅក្នុងក្របខ័ណ្ឌក្រុមគ្រួសារតារៀនរហូតណាឲ្យវាដល់ក្របខ័ណ្ឌលោកផងយើងជួយប្រទេសយើងឲ្យរឹងមាំរួចហើយជាទីពឹងសម្រាប់អ្នកដទៃទៀតរឿងការពជាក្រមត្រូវទៅដោះស្រាយដាច់ខាតត្រូវទៅដោះស្រាយតាមវិធីណាមិនដឹងទេចាំមើលស្ថានភាពជាក់ស្ដែងប៉ុន្តែបើប្រជាពលរដ្ឋនៅកម្ពុជាក្រមរងគ្រោះហើយវាជាសមត្ថកិច្ចឧទាហរណ៍ដូចយើងបង្កើតកូនមកអញ្ចឹងយើងត្រូវទទួលបន្ទុកត្រូវទទួលការខុសត្រូវរាប់ពីកូនយើងទៅមុនថាមិនមែនដោយសារវាជាកូនរបស់យើងទេប៉ុន្តែចាប់ធ្វើការឲ្យមានរបៀបរៀបរយវាចាប់ពីយើងទៅសិនទៅជួយកូនគេមុនណាមិនមែនបង្កើតអានឹងកូនយើងទេមិនដោយសារអញ្ចឹងទេប៉ុន្តែសារវាមានការទទួលខុសត្រូវចាប់ពីក្រុមគ្រួសារទៅមុនរួចហើយបន្តទៅជួយកម្ពុជាក្រមទៀត
ប៉ុន្តែជួយក្នុងដំណើរបែបហ្នឹងឲ្យមនុស្សទាំងអស់គ្នាព្រមរស់នៅក្នុងសន្តិភាពទាំងអស់គ្នាឲ្យទៅវាយឲ្យទៅមានគំនិតក៏ស្គៀលដើម្បីយកឲ្យបានមកវិញអត់មានក្នុងឡើយហ្នឹងទេហើយបើថាក្រុមហ្នឹងធ្វើបែបហ្នឹងមិនសមជាតំណាងក្រុមទេឆន្ទៈបងប្អូនផ្សេងពីហ្នឹងស្មាទោសបងប្អូនទៅរកអ្នកផ្សេងខ្ញុំជួយបានទេផ្លូវហ្នឹងជួយបានទេអារឿងនៅស្រុកខ្មែរបងប្អូនណាដោះស្រាយមិនមែនដោះស្រាយតាមចិត្តចង់ទេតែដោះស្រាយតាមការយល់ដឹងមនុស្សយល់ការណាបងប្អូនយួននៅស្រុកខ្មែរច្រើនហួសវិស័យមានកូនយួនក្លាចេះចេះខ្មែរអស់ហើយដូច្នេះការចាត់បោះបញ្ជូនទៅវិញមិនមែនជារឿងត្រឹមត្រូវទេមិនមែនជាកិច្ចការដែលដោះស្រាយសមស្របទេបងប្អូនមានវិធីច្រើនណាស់ដើម្បីឲ្យពួកយើងបានរស់នៅក្នុងសន្តិភាពទាំងអស់គ្នាការគោរពគ្នាទៅវិញទៅមកអ្នកឯងមិនបំពេញយើងក៏មិនបំពេញអ្នកឯងនៅក្នុងពិភពលោកនេះណាឲ្យតែយើងនិយាយពីជាតិនិយមគេស្អប់យើងខ្លាំងណាស់ពីព្រោះឥឡូវក្របខ័ណ្ឌជាតិនិយមនេះជាក្របខ័ណ្ឌកាប់សម្លាប់គ្នាទៅវិញទៅមកក្របខ័ណ្ឌជាតិនិយមជាក្របខ័ណ្ឌកាប់សម្លាប់គ្នាទៅវិញទៅមកពិភពលោកគឺរស់នៅក្នុងផ្លូវតែមួយក្នុងន័យតែមួយពិភពលោកគ្មានក្របខ័ណ្ឌទេក្របខ័ណ្ឌទាំងឡាយនេះគ្រាន់តែជាការបញ្ញត្តិទេប៉ុន្តែចិត្តរបស់មនុស្សត្រូវបើកទូលាយអញ្ចឹងហើយបានពិភពលោកឲ្យតែលឺយើងនិយាយអំពីជាតិនិយមគេស្អប់ណាស់គេនិយាយពីប្រជាធិបតេយ្យគេនិយាយពីគោលការណ៍សិទ្ធិមនុស្សសកលឲ្យតែអ្នកឯងគោរពច្បាប់ដែលតែងឡើងលើគោលការណ៍សិទ្ធិមនុស្សបានអ្នកឯងរៀបការឆ្លងប្រទេសទៅវិញទៅមកបានសញ្ជាតិអីក៏បានដែរអត់បញ្ហាទាំងអស់ប៉ុន្តែបើឈរលើជាតិនិយមណាតែងច្បាប់អត់ឯងលើសិទ្ធិមនុស្សទេតែងច្បាប់លំអៀងហ្មងការពារដល់ជាតិខ្លួនឯងហ្មងវាអត់ឈរលើគោលការណ៍សិទ្ធិមនុស្សវាលំអៀងហ្មងគេគាត់តែមើលច្បាប់គេថានេះជាតិនិយមនេះអានេះជាតិនិយមពិភពលោកសពថ្ងៃដើរមកដល់ដំណាក់កាលប្រជាធិបតេយ្យទៅហើយឈរលើគោលការណ៍សិទ្ធិមនុស្សអ្នកនយោបាយស្រុកខ្មែរពាក្យច្រើនណាយកពាក្យជាតិនិយមហ្នឹងមកបោករៀនពីព្រោះរៀនក៏អត់តចេះពិចារណាពាក្យថាជាតិនិយមអាក្រក់បងប្អូនដូចជាមិនជាគំរូជាតិនិយមងាប់គេងាប់ឯងប្រជាប្រដ្ឋខ្មែរបើបានអ្នកទាំងនោះបងប្អូនជាមិនបានសប្បាយចិត្តប៉ុន្តែផ្លូវហ្នឹងបងប្អូនជាផ្លូវដែលអ្នកខ្លាំងគ្នាអ្នកខ្សោយជឿចាប់ផ្លូវហ្នឹងបានតកទេបើយើងខ្លាំងមុខតែនឹងខ្សោយដោយគេដឹងកំណត់របស់យើងអញ្ចឹងពេលយើងលូតឡើងទៅគេបាយបាក់អញ្ចឹងទៅក្នុងផ្លូវរបស់ព្រះសម្មាសម្ពុទ្ធធ្វើខ្លួនឲ្យដឹងងាប់ជួយអ្នកដទៃឲ្យបានសេចក្តីសុខផងផ្លូវរបស់យើងគឺផ្លូវហ្នឹងយើងចាប់ដោះស្រាយតាមស្ថានភាពយ៉ាងណាហើយតែយើងធ្វើប្រទេសរបស់យើងនឹងមកផ្លាច់កម្មជាក្រុមទៅជួយតាមក្រោយបន្តមកទៀតបងសួរថាតឡាការរដ្ឋបាលពីណាបង្កើតធម្មតាតឡាការត្រូវបង្កើតដោយច្បាប់បងប្អូនត្រូវដឹងណាថាច្បាប់គឺតែងចេញពីប្រជាពលរដ្ឋដោយប្រជាពលរដ្ឋមានចំនួនច្រើនពេកច្បាប់ត្រូវប្រគល់ឲ្យរដ្ឋសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋកុំនិយាយពីរដ្ឋសភាសង្ហៃយើងបោះឆ្នោតឲ្យបាក់និយាយពីន័យត្រឹមត្រូវរដ្ឋសភាដែលជាតំណាងរបស់ប្រជាពលរដ្ឋបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋមុននឹងចាប់ដើមបង្កើតស្ថាប័នអីមួយត្រូវធ្វើច្បាប់ជាមុនសិនអញ្ចឹងច្បាប់ចេញពីរដ្ឋសភាជាទូទៅមិនដែលចៅក្រមណាគេឲ្យប្រជាពលរដ្ឋបោះឆ្នោតទេពួកចៅក្រមបច្ចេកទេសណាចៅក្រមជាមុខគៀបបច្ចេកទេសគេមិនឲ្យប្រជាពលរដ្ឋបោះឆ្នោតទេបោះឆ្នោតជាប់អាចារ្យវត្តឥឡូវសូម្បីតែខ្ញុំធ្វើចៅក្រមបានផងពីពួកយើងមិនមែនរៀនចៅក្រមដូច្នេះសួរតើបងប្អូនបោះឆ្នោតស្រួលបោះឆ្នោតជាប់ខ្ញុំឯណាចៅក្រមជាមុខគៀបបច្ចេកទេសអញ្ចឹងច្បាប់គេទៅសេមកដើម្បីខ្លាចជាចៅក្រមបានតើនេះត្រូវមានលក្ខណៈខ្លះត្រូវប្រឡងយ៉ាងម៉េចខ្លះរដ្ឋាភិបាលហ្នឹងគេតំណាងឲ្យឆន្ទៈបងប្អូនហើយបើស្ដាប់ជាគេបោះឆ្នោតដោយផ្ទាល់ណាដោយប្រជាពលរដ្ឋដូចលក្ខណៈប្រជាពលរដ្ឋមានន័យថាប្រជាពលរដ្ឋនៅក្នុងរដ្ឋាភិបាលហ្នឹងគាត់ទៅសេច្បាប់ដើម្បីជ្រើសរើសចៅក្រមដែលនឹងធ្វើជាចៅក្រមនៅក្នុងតុលាការរដ្ឋបាលអញ្ចឹងតុលាការរដ្ឋបាលមិនមែនបោះឆ្នោតដោយផ្ទាល់ដោយប្រជាពលរដ្ឋទេអានឹងប្រជាធិបតេយ្យខ្វះការយល់ដឹងបោះឆ្នោតដោយប្រជាពលរដ្ឋប្រជាធិបតេយ្យនៅអានឹងប្រជាធិបតេយ្យមិនពួកអីពួកបានបោះឆ្នោតផ្ទាល់ដោយប្រជាពលរដ្ឋទោះមានប្រយោជន៍ទេអត់ប្រយោជន៍សោះប្រជាធិបតេយ្យមិនមែនជាគោលដៅចុងក្រោយទេគោលដៅចុងក្រោយគឺប្រយោជន៍ប្រជាធិបតេយ្យគ្រាន់តែជាមធ្យោបាយទេកាលណាកន្លែងណាប្រើបានជាប្រយោជន៍ជាប្រើប្រជាធិបតេយ្យទេប្រជាធិបតេយ្យប្រើក្នុងរង្វង់នៃការប្រើបានជាប្រយោជន៍រួមប្រជាធិបតេយ្យមិនមែនជាគោលដៅចុងក្រោយទេប្រជាធិបតេយ្យគ្រាន់តែជាមធ្យោបាយទេក្នុងទស្សនៈរបស់ប្រជាពលរដ្ឋខ្មែរនិងប្រជាធិបតេយ្យក៏គិតយ៉ាងម៉េចខ្ញុំសួរពីស្គាល់ប្រជាធិបតេយ្យអូយទាំងប្រជាធិបតេយ្យមិនផងហើយស្រុកខ្មែរមានប្រជាធិបតេយ្យនៅស្រុកខ្មែរមានតែអ្នកធំមិនមានប្រជាធិបតេយ្យប្រជាពលរដ្ឋខ្មែរតូចតាចយកប្រជាធិបតេយ្យឯងផងមានអ្នកធំតែមានប្រជាធិបតេយ្យនិងប្រជាធិបតេយ្យក៏មិនយ៉ាងម៉េចទេខាងបងប្អូនអ្នកធំបាត់ប្រជាធិបតេយ្យអានឹងប្រជាធិបតេយ្យសំខាន់ស្អីដែលល្អប្រជាធិបតេយ្យយូរដល់ប្រជាធិបតេយ្យគ្រាន់តែជាមធ្យោបាយទេគោលដៅគឺប្រយោជន៍ប្រជាធិបតេយ្យគ្រាន់តែជាមធ្យោបាយអញ្ចឹងហើយតុលាការរដ្ឋបាលត្រូវបោះឆ្នោតដោយប្រជាពលរដ្ឋទេខ្ញុំចង់និយាយលម្អិតអានឹងបច្ចេកទេសបងប្អូនតុលាការរដ្ឋបាលក៏មិនមែនពិសេសឡើងដែរបើតុលាការរដ្ឋបាលហ្នឹងពិសេសឡើងដែរតុលាការហ្នឹងខ្លាចទៅជាការប្រើអំណាចផ្ដាច់ការមួយទៀតវា
វាមានស្ថាប័នមួយទៀតគ្របពីលើស្ថាប័នតុលាការរដ្ឋបាលហើយស្ថាប័នមួយទៀតហ្នឹងមិនពិសេសឡើយទៀតមានស្ថាប័នមួយទៀតចុងក្រោយបំផុតទៅខ្សែទៅនៅរាជទៅខ្សែទៅនៅរាជពួករាជជាម្ចាស់ប្រទេសកុំភ័យអារឿងបញ្ហាបច្ចេកទេសកុំភ័យពីព្រោះយើងចម្លងផ្លាត់គេឈប់គេមកអាបញ្ហាបច្ចេកទេសអាបញ្ហាពិបាកគឺបញ្ហាមនោគមវិជ្ជារបៀបដោះស្រាយបញ្ហានៅក្នុងស្រុកយើងតើដោះស្រាយយ៉ាងម៉េចជាមួយនឹងគណៈបកកាន់អំណាចបើគេកាន់យ៉ាងនឹងហើយតើយើងដោះស្រាយរបៀបម៉េចដោះស្រាយដោយគណៈបកសង្ឃស៊ីគណៈបកសិទ្ធិមនុស្សគេហៅថាកប្រុងរំបានប្រមាណគឺអត់ដល់គោលដៅនយោបាយជាសិល្បៈធ្វើបានសម្រេចយើងហៅសពកប្រុងគុណលុតមែនប៉ុន្តែចាំគោលដៅអត់ឈប់ទេព្រោះយើងចង់ទៅកន្លែងមួយនោះគេមិនឲ្យយើងទៅយើងអង្គុយមិនអង្គុយភ្នែកយើងមើលតែកន្លែងនោះគេឲ្យយើងខ້ອຍតិចមិនចាំណាគោលដៅរតនាទេតិចតែរកកន្លែងនោះក៏បានឲ្យអង្គុយឲ្យសមិនអត់តិចទេគោលដៅដល់ពេលគណៈបកប្រឆាំងគេលំបាកទៅមកមកគេថាគេបានធ្វើហើយប៉ុន្តែវាអត់ដល់គោលដៅគេនិយាយពីបានធ្វើដល់ពេលយើងវិញនិយាយពីរឿងគោលដៅអាវិធីវាទុនភ្លុនយ៉ាងម៉េចក៏ដោយវាសំខាន់គោលដៅដូចកាលពីគាត់និយាយឲ្យដោះលែងមុំសំណងដូរឲ្យកម្មសខាអញ្ចឹងសុនឆៃហើយនឹងយឹមសវណ្ណគាត់ថាគាត់បាននិយាយឲ្យសម្ដេចយុរដ្ឋមន្ត្រីហ៊ុនសែនដោះលែងហើយប៉ុន្តែនិយាយទៅធ្វើឲ្យសម្ដេចយុរដ្ឋមន្ត្រីរត់តែក្តៅទុកកាន់តែយូរគាត់និយាយថាម៉េចទេគាត់បានសុំរួចហើយក៏ប៉ុន្តែសម្ដេចយុរដ្ឋមន្ត្រីហ្នឹងគាត់មិនព្រមដោះលែងថែមទាំងដាក់កាន់តែយូរទៅទៀតអាហ្នឹងគេហៅគ្មានសិល្បៈគាត់បានតែនិយាយគាត់បានតែធ្វើក៏ប៉ុន្តែវាអត់មានសិល្បៈធ្វើបានសម្រេចនយោបាយគឺជាសិល្បៈធ្វើបានសម្រេចគោលដៅអារឿងនីតិវិធីនាំទៅដល់គោលដៅនេះអាហ្នឹងដែលគេហៅមនោគមវិជ្ជានយោបាយអាមនោគមវិជ្ជានយោបាយហ្នឹងតែពិបាកអារឿងដែលបងអូននិយាយពីរឿងតុលាការរដ្ឋបាលជារឿងបច្ចេកទេសងាយបំផុតព្រោះអីព្រោះស្រុកគេធ្វើហើយងាយណាស់ប៉ុន្តែពិបាកនៅស្រុកខ្មែរពិបាករបៀបនៃការដោះស្រាយតើយើងធ្វើម៉េចដើម្បីឲ្យយើងបានទៅដល់គោលដៅដោយសន្តិភាពទាំងអស់គ្នាអានឹងជារឿងដែលត្រូវនិយាយពីច្រើនទោះថាពេលបោះឆ្នោតតើពូនឹងខ្លាយទៅជាតំណាងរាស្ត្រទៅជារដ្ឋមន្ត្រីឬទៅជាស្អីមួយថាបើទៅជារដ្ឋមន្ត្រីវាដូចតែគេដែរពួកអីព្រោះពូនឹងប្រើអំណាចរបស់ខ្លួនដើម្បីគៀបតំណាងរាស្ត្រមួយក្នុងដំណាក់កាលបោះឆ្នោតដោយសប្តាហ៍នេះណាវាត្រូវតែប្រើស្ថានភាពជាក់ស្ដែងដើម្បីអនុវត្តគោលគំនិតរបស់យើងចង់ឲ្យមានបោះឆ្នោតឯកតញ្ញាតែវាអត់បានវាអត់ព្រមដូច្នេះយើងត្រូវតែប្រើប្រព័ន្ធសមាមាត្រក្នុងស្ថានភាពជាក់ស្ដែងប៉ុន្តែពេលយើងឈ្នះឆ្នោតយើងសន្យាជាមួយប្រជាពលរដ្ឋថាលើប្រព័ន្ធហ្នឹងប៉ុន្តែក្នុងដំណាក់កាលទី1អ្នកណាធ្វើនាយករដ្ឋមន្ត្រីអ្នកណាធ្វើរដ្ឋមន្ត្រីវាត្រូវតែបោះឆ្នោតដោយសមាជិកសភាដែលបោះចេញពីប្រព័ន្ធសមាមាត្រហ្នឹងឯងពីព្រោះដំណាក់កាលដំបូងវាត្រូវតែចឹងវាត្រូវតែនាយករដ្ឋមន្ត្រីហ្នឹងត្រូវតែចេញពីតំណាងរាស្ត្រដែលបោះឆ្នោតដោយប្រព័ន្ធសមាមាត្រដល់ពេលអញ្ចឹងគួរថាអូរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីដែលចេញពីប្រព័ន្ធសមាមាត្រហ្នឹងមុខតែនាយករដ្ឋមន្ត្រីនឹងគៀបបន្តទៀតហើយយើងប្រាប់ប្រជាពលរដ្ឋឲ្យថាពួកយើងទៅដូរប្រព័ន្ធកាលណាយើងដូរប្រព័ន្ធហើយអ្នកតំណាងរាស្ត្រឡើងខ្លាចបាក់ពួកមិនបោះឆ្នោតដោយបាក់ផងអាណត្តិក្រោយបោះឆ្នោតដោយផ្ទាល់ក៏បោះឆ្នោតដោយផ្ទាល់តំណាងរាស្ត្រគាត់ឈប់ខ្លាចមេបាក់ដែលមានអធិបុលក្នុងបាក់ហ្នឹងហើយបើគួរថាទេទទួលយកបានជួយឲ្យរូបមន្តថ្មីមកតើទៅផ្លូវម៉េចពួកយើងយល់ឃើញថាដើម្បីឈ្នះត្រូវប្រើប្រព័ន្ធបោះឆ្នោតសមាមាត្រពួកគេដូរយើងដល់ពេលឈ្នះឆ្នោតមិនតំណាងរាស្ត្រក្រោមប្រព័ន្ធសមាមាត្របោះឆ្នោតរដ្ឋមន្ត្រីនៅយុរដ្ឋមន្ត្រីវាទៅតាមផ្លូវហ្នឹងបើគួរថាទៅតាមផ្លូវហ្នឹងដូចតែគេដែរមួយប្រាប់មកតាមផ្លូវណាឲ្យវាប្រសើរជាងហ្នឹងហើយបើក្មួយរមិនឃើញដែរហើយក្មួយនៅតែចម្រុលអត់ពួកយើងទៅទៀតអាហ្នឹងគេហៅការបន្ទោសដែលគ្មានការទទួលខុសត្រូវពីព្រោះខ្លួនក៏រកផ្លូវមិនឃើញដែរណាឲ្យគេទៅតាមផ្លូវណាប៉ុន្តែខ្ញុំយល់ឃើញថាក្មួយដែលសួរមិនមែនក្នុងបទបំណងបែបហ្នឹងទេគឺក្មួយមិនយល់ពិតប្រាកដមែនបន្ទាប់មកទៀតទីណាសួរមិញថាប្រទេសមានវណ្ណៈមានការកាប់សម្លាប់គ្នាដែរទេទោះបីជាប្រទេសមានវណ្ណៈប្រទេសគ្មានវណ្ណៈអាការកាប់សម្លាប់គ្នាវាជារឿងធម្មតាដែរដូចប្រទេសអាមេរិកមានវណ្ណៈផងបាត់ចោលលួចចោលប្លន់តែកាប់ចាក់គ្នាទៅវាមានចឹងដែរវាអត់ទេនិយាយរឿងវណ្ណៈទៅច្រឡំទៀតវណ្ណៈនៅទីនេះគឺចង់និយាយថាវណ្ណៈដឹកនាំគេនិងវណ្ណៈត្រូវបានគេដឹកនាំមិនមែនរឿងវណ្ណៈអ្នកមានវណ្ណៈអ្នកក្រអីទេវណ្ណៈអ្នកមានវណ្ណៈអ្នកក្រនៅប្រទេសណាក៏មានដែរប៉ុន្តែនៅក្នុងស្រុកប្រជាធិបតេយ្យដែលយើងនិយាយអត់វណ្ណៈនោះគឺអត់វណ្ណៈដឹកនាំគេនិងវណ្ណៈត្រូវបានគេដឹកនាំអារឿងមានក្រអីជារឿងធម្មតាឯងនៅស្រុកណាក៏មានដែរឬបងនិយាយថាគាត់តែកាប់គ្នាដូចចង្អត់ប៉ុលពតបាត់ហៅថាកាប់គ្នាខ្ញុំអត់យល់កន្លែងហ្នឹងតើកាប់គ្នារបៀបម៉េចសង្គមដែលមានវណ្ណៈតើមានការកាប់ចាក់គ្នាដែរទេសង្គមខ្លះដូចជាគ្មានការកាប់ចាក់អីគ្នាប្រមាណផងដូចសង្គមចិនសប្ងាយដូចសង្គមយួនសប្ងាយយួនមានវណ្ណៈណាបកកុម្មុយនីរបស់គេនៅតែដឹកនាំប្រទេសអញ្ចឹងបកកុម្មុយនីបកជាអ្នកដឹកនាំប្រទេសជាសង្គមដែលមានវណ្ណៈប៉ុន្តែសង្គមយួនណាសប្ងាយនឹងក៏ដោយ
ក៏អត់មានងាប់ច្រើនជាប្រទេសខ្មែរដែរតើយើងអាចនិយាយថាតើសង្គមយួននឹងជាសង្គមកាប់ចាក់ដែរឬទេព្រោះសង្គមមានបណ្ណាអាងាប់ជារឿងធម្មតាប៉ុន្តែអាងាប់ដោយរដ្ឋសម្លាប់ត្មងអានោះវាស៊ីសងទៅលើរដ្ឋនីមួយយួនការសង្គមរបស់គេមានបណ្ណាប៉ុន្តែគេគ្មានការកាប់សម្លាប់ទេដូចជាចិនដូចជាយួនអីសប្ងៃមានសម្លាប់អីធម្មតានឹងវិញ្ញាណរដ្ឋងាប់ដោយសារពេលវេលារបស់យើងថ្ងៃខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍គ្រាចុងក្រោយរបស់ខ្ញុំទៅប៉ុណ្ណេះអរគុណ